បាទអនុញ្ញាតសូមគោរពបាទនឹងជំរាបសួរបាទដល់ពុកម៉ែបងប្អូនទាំងអស់បាទដែលនិយមគាំទ្រនៅក្នុងបណ្ដាញសង្គម YouTube បាទថ្ងៃនេះគឺខ្ញុំមកបញ្ចប់វីដេអូបាទដែលខ្ញុំបានសន្យាថាធ្វើការតេស្តឬមួយក៏ធ្វើការយក compressor បាទប្រភេទ compressor របស់ Hitachi បាទទូ Hitachi បាទមកជំនួសបាទក្នុងទូ LG បាទតែឥឡូវនេះដោយសារតែ compressor របស់ទូ Hitachi នេះគឺវាឡើងប្រេងខ្លាំងពេកបាទវាឡើងប្រេងខ្លាំងពេកអញ្ចឹងខ្ញុំអត់ដាក់ទេបាទខ្លាចទូនេះឡងមកវិញអញ្ចឹងខ្ញុំបានយក compressor Samsung ប្រភេទ AT 2022ហ្នឹងមកដាក់ជំនួសវិញបាទសួរថាការជំនួសហ្នឹងជោគជ័យហើយឬនៅបាទជោគជ័យហើយបាទគឺកកហើយណាវាដំណើរការបាន 2-3 ថ្ងៃហើយខ្ញុំក៏បានថតដែរដោយសារតែរវល់បាទហើយអញ្ចឹងក៏ឆ្លៀតឱកាសពេលនេះខ្ញុំថតដើម្បីធ្វើការចែកជូនបងប្អូនថាប្រភេទ compressor Samsung AT 2022បាទដែលមានលេខកូដនេះបាទអាចយកមកជំនួសបាទ075បានណាបាទបានជំនួស075បានអញ្ចឹងយើងមើលដំណើរការទូហ្នឹងវាកកឬមិនកកបាទគឺហុយឡើងស្ងួតល្អតែម្ដងបាទអេមបាទហុយសំពងតែម្ដងអញ្ចឹងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើ compressor នេះសំខាន់ដោយដែលខ្ញុំពន្យល់បងប្អូនទាំងអស់គ្នាថាទី1គឺយើងស្គាល់បាទ UVW បាទនៅលើ board របស់វាគឺមានអ្វីអក្សរបាទនេះ UVW ឃើញទេបាទអញ្ចឹងសំខាន់យើងស្គាល់ពី UV នឹងហើយគឺយើងអាចយកមកធ្វើការជំនួសហើយបើសិនជាក្នុងករណីយើងអត់រក UVW វាទេបាទដំណើរការធម្មតាប៉ុន្តែ compressor នឹងប្រើបានយូរទេវានឹងខូចឬកាំងដោយសារតែវាអត់បូមប្រេងហើយចំពោះការបូមប្រេងរបស់វាគឺយើងអត់អាចដឹងទេដោយសារវានៅក្នុងស៊ីឡាំងរបស់ទូនៃ compressor ហ្នឹងអញ្ចឹងគឺយើងព្យាយាមបាទរក UVW របស់វាបាទទី1យើងស្គាល់ UVW របស់compressor Samsung នេះបាទហើយនឹង UV បាទរបស់board LG ដើម្បីយើងយក compressor Samsung នេះមកជំនួសបាទកាលណាយើងស្គាល់វាគឺយើងជោគជ័យ 100% ណាបាទហើយឥឡូវនេះឃើញថាជោគជ័យមួយអេមបាទមួយអេមណាបាទលេខកូដរបស់ទូរបស់ compressor សំទោសបាទហើយពេលខ្លះយើងអាចដឹងថា compressor ហ្នឹងដើរបូមប្រេងឬមិនបូមគឺយើងដឹងបាទហេតុអីបានយើងថាដឹងបាទបើសិនជា compressor ហ្នឹងអត់បូមប្រេងទេបាទគឺយើងស្ទាបទៅ compressor ក្តៅខុសគ្នាបាទហើយនឹងក្បាល compressor នេះកម្ដៅខុសគ្នាបាទគឺកម្ដៅខាងលើនេះក្តៅជាងបាទខាងក្រោមបាទអញ្ចឹងបើសិនជាវាបូមប្រេងសពហើយគឺ compressor ហ្នឹងក្តៅស្មើគ្នាពីលើហើយនឹងពីក្រោមគឺក្តៅស្មើគ្នាបើសិនជាយើងចង់ដឹងវាបូមឬមិនបូមគឺយើងអត់ដឹងទេបាទមានជាងខ្លះគាត់ឲ្យមតិខ្ញុំថាដាក់ប្រេងឲ្យច្រើនទៅឲ្យលើសទៅបាទដាក់ប្រេងឲ្យច្រើនឲ្យលើសទៅកាលណាវាព្រោះបាទផ្លូវតាមទៅយោបាញ់នេះគឺវាបូមប្រេងហើយបាទគឺអត់ត្រឹមត្រូវទេបាទអត់ត្រឹមត្រូវទេគឺប្រេងបើយើងនិយាយឲ្យត្រឹមត្រូវទៅគឺมันអាចឆ្លងកាត់បាទมันអាចឆ្លងកាត់ពីស្តុងដើម្បីចេញមកទៅយោក្តៅនេះបានទាំងស្រុងនោះទេបាទលុះត្រាតែយើងចាក់ច្រើនទៅគឺពេលដែលយើងលើសបាទវាមានស្លាបព្រាមួយដើម្បីត្រង់ណាអញ្ចឹងអាចនឹងប្រេងហ្នឹងមកលិចស្លាបព្រាហ្នឹងធ្វើឲ្យស្លាបព្រាហ្នឹងបាញ់ចេញមកផ្លូវខាងបាញ់នេះអាហ្នឹងគឺយើងដាក់ច្រើនណាតែបើសិនជាយើងដាក់ឲ្យល្មមតាមស្តង់ដាតាមមីលីលីត្រដែលយើងចង់ដាក់ឧទាហរណ៍ថាយើងប្រើ330មីលីលីត្រឬមួយក៏យើងប្រើនៅ300មីលីលីត្របាទគឺយើងអត់អាចដឹងថាវាបូមមិនបូមនោះទេបាទអញ្ចឹង
សំខាន់បំផុតគឺយើងស្គាល់ UVW របស់ compressor នីមួយៗរបស់ bot នីមួយៗដើម្បីយើងយកមកធ្វើតេស្តឬមួយក៏យើងអាចយកមកប្រើបានតែចំពោះរឿងមួយទៀតគឺយើងអាចស្ទាប compressor បាទដូចជា compressor Samsung នេះគឺកំណៅស្មើគ្នាបាទបើសិនជាក្នុងករណីវាអត់បូមប្រេងបាត់ក្បាលខាងលើគឺក្តៅខ្លាំងហើយខាងក្រោមនេះអត់សូវក្តៅទេក្តៅល្មមដែលយើងអាចកាន់បានឬមួយយមទៅបើសិនជាយើងស្ទាបទៅដឹងហ្មងបាទដឹងហ្មងថា compressor នេះគឺអត់បូមប្រេងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេឃើញថាចង់បញ្ជាក់ថាវីដេអូសាមុនគឺខ្ញុំចង់បញ្ជាក់ថាខ្ញុំយក compressor Hitachi នេះមកដាក់នៅក្នុងទូ LG នេះប៉ុន្តែឥឡូវនេះខ្ញុំក៏សូមអធិស្ឋានផងដែរដោយសារតែ compressor របស់ Hitachi នេះគឺវាបាទឡើងប្រេងបាទវាឡើងប្រេងអញ្ចឹងយើងអាចយកមកប្រើបានទេវាអាចធ្វើឲ្យស្ទះបាទស្ទះ filter នេះបាទអញ្ចឹងខ្ញុំក៏សម្រេចចិត្តយក compressor Samsung មួយនេះបាទយកមកជំនួសHitachi នេះហើយនឹង075វិញប៉ុន្តែខ្ញុំជំនួសបានច្រើនហើយ compressor Samsung ណាបាទខ្ញុំជំនួសបានចូលប្រហែលជា10ចូល16ទូហើយទាំងទូនេះមួយទៀតឃើញថាជោគជ័យល្អអត់ដែលវិលឬឡងមកវិញនោះទេបាទគឺអេមណាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា